ពងសូរិយាក៏ណាលោកតារៀនក៏មិនបានពេញដែរឥឡូវពេលនេះអាត្មាមិនទាន់អនុញ្ញាតឲ្យពងសូរិយាវិលទៅព្រះនគរនោះទេចៅនៅខិតខំហាត់រៀន2 3ត្រីមាសទៀតទៅចៅបានចេះវិជ្ជាជាប់សពគ្រប់ណាចៅលោកតាតែខ្ញុំកណាមានការនឹកលឹកចំពោះអង្គរាជមេដានណាពេលនេះអាត្មាអនុញ្ញាតឲ្យតែសែងសូរវង្សវិលទៅព្រះនគរជួបព្រះមេដានិងបិតាទេណាចៅទេលោកតាខ្ញុំកណានឹកដល់ព្រះមេដាណាសូមលោកតាអនុញ្ញាតឲ្យខ្ញុំកណាធ្វើដំណើរទៅជាមួយនឹងស្ដេចព្រះរាមផងទៅលោកតាខ្ញុំកណាសូមមកលោកតាមិនដឹងសុខទុក្ខយ៉ាងណាសូមតាប្រណីវិជាចៅនៅខ្លីសូមតាប្រណីកុំម្ដងច្រើនខែឆ្នាំកន្លងបានផុតទៅហើយទ្រង់ចៅអត់ស្មើទ្រង់ចៅអត់ស្មើតែមានការរលឹកជប់ថ្ងៃល្ងាចព្រឹកនឹកអត់ស្បើយគុំសូយ៉ាអូនសម្លាញ់ដងជីវិតបងដឹងថាអូនមានការនឹកកលឹកចំពោះព្រះមេដាណាតែធ្វើមិនដេចដោយសារតែអូនមានការធ្វេសប្រហែសបែបនេះណាអូនណាគឺថាពេលវេលាគឺជាមាសប្រាក់ពេលវេលាមិនអាចរងចាំបុគ្គលណាម្នាក់នោះទេបើកាលណាបុគ្គលគិតថាពេលវេលានោះជាមាសប្រាក់ហើយនោះក៏យើងមិនបដិបណ្ដោយឲ្យខ្លួនឯងធ្លាក់ទៅជាបែបនេះដែរអូនឃើញទេការសិក្សារៀនសូត្រច្រើនឆ្នាំហើយដែលអូនមិនបានបំពេញចេះចប់សពគ្រប់នោះទេឥឡូវអូនឯងឃើញទេលោកតាមិនអនុញ្ញាតឲ្យអូនធ្វើដំណើរទៅសួរសុខទុក្ខដល់ព្រះមេដាយើងទេណាអូនណាលោកតាសូមលោកតាអនុញ្ញាតខ្ញុំកណាផងលោកតាខ្ញុំកណាមានការនឹករលឹកទៅដល់មហានគរនិងព្រះមេដាណាសូមលោកតាត្រាស់បណ្ណៃដល់ខ្ញុំកណាផងលោកតាពងសូរិយាចៅកណាលោកតាតាមតែពាក្យរបស់ចៅអង្វរកមកដល់អាត្មានេះពេលនេះមិនអីទេអាចារ្យអាត្មានឹងអនុញ្ញាតឲ្យចៅទៅជាមួយសែងសូរវង្សប៉ុន្តែចៅស្ដាប់ពុទ្ធការរបស់អាត្មាឲ្យបានច្បាស់ថាចៅយាងទៅព្រះនគរបានតែមួយសប្តាហ៍នោះទេចៅត្រឡប់មកហាត់វិជ្ជាការនៅកន្លែងអាត្មាវិញអាចារ្យបានសេចក្តីថាខ្ញុំកណាបានធ្វើដំណើរទៅមហានគរតែក្នុងរយៈពេលខ្លីមែនទេលោកតាពរចៅពរអូបាញ់តែខ្ញុំកណាអរគុណណាលោកតាពរចៅពរកណាអរគុណហើយលោកតាដែលអនុញ្ញាតឲ្យព្រះអនុជធ្វើដំណើរទៅព្រះនគរជាមួយនឹងខ្ញុំកណាវិញខ្ញុំកណាសូមសន្យាជាមួយលោកតាថាមួយសប្តាហ៍កន្លងផុតទៅនឹងឲ្យព្រះអនុជវិលត្រឡប់មកសិក្សារៀនសូត្របន្តទៅទៀតណាលោកតាអនុជអូនកណាថ្លៃផ្សេងយ៉ាងបងឥឡូវកុំឲ្យពេលវេលាបងអង្គយូរបានកណាលោកតាអនុញ្ញាតបែបនេះហើយយើងថ្វាយបង្គំនេះលោកតាតែម្ដងទៅណាអូនណាកណាថ្លៃផ្សេងយ៉ាងបង
លោកតាបាញ់ទាំងខ្ញុំកណាថ្វាយបង្គំលាលោកតាហើយលោកតា អូចៅសែងសូរវង្សពងសូរយាចៅតាមុននឹងចៅយាងទៅព្រះនគរអាត្មាគ្មានវត្ថុអ្វីចងដៃដល់ចៅនោះទេមានតែថ្វាយព្រះពរព្រះជ័យទៅដល់ចៅទាំងពីរពេលនេះអាត្មាក៏សូមបួងសួងទៅដល់សកៈទេវរាជដែលជាស្ដេចទេវតាឆកម្មាទិសទាំង8ភូមិព្រះកព្រះធរណីវត្ថុស័ក្តិសិទ្ធិដែលថែរក្សាទឹកដីទីនេះតាមថែរក្សាម្ចាស់ចៅឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនឈ្នះអស់មាទាំង8ផ្លូវសត្រូវទុកសោករោគភ័យឧបទ្រពចង្រៃទាំង8ទិសឲ្យវិនាសសន្តិអសេសតោដោយសេចក្តីចៅប្រាថ្នាទាំងពីរអង្គណាចៅណាសាធុសាធុសាធុលោកតាថ្វាយបង្គំលាលោកតាស្ដេចជាស្ដេចព្រាមសុខណាចៅណាលោកតាមួយសប្តាហ៍ខ្ញុំកណានមុនត្រឡប់មករកលោកតាវិញហើយលោកតាចាពោចៅគេក៏បានលាទៅព្រះនគរឲ្យអាត្មារតាំងសមាធិបន្តទៀត